បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតគឺខ្ញុំសូមលើកយកមកពីតម្លៃបន្លែដែលបានអាជីវករយើងគាត់បានលក់ដូរនៅផ្សារដើមគរនៅវេលាម៉ោង 4 និងម៉ោង 5 ភ្លឺហ្នឹងបងប្អូនខ្ញុំបានទៅផ្សារដើមគរដើម្បីទិញបន្លែយកមកលក់ដូរហើយខ្ញុំនៅពេលនេះខ្ញុំមានដំណឹងល្អដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសបងប្អូនជាកសិករខ្មែរដែលជាអ្នកនិយមដាំបន្លែហ្នឹងឲ្យបានទទួលបាននៅព័ត៌មានថ្មីត្បិតថាបងប្អូនឃើញហើយថាអាជីវករនៅផ្សារដើមគរដែលគាត់បានដាក់លក់នៅតាមដងផ្លូវនៅពេលយប់ជុំវិញផ្សារដើមគរហ្នឹងគឺគាត់បានលក់បន្លែគ្រប់ប្រភេទហើយនៅពេលនេះខ្ញុំសូមលើកអំពីអត្រានៃតម្លៃបន្លែមួយចំនួនដែលបងប្អូនអាចដាំដុះបាននៅតាមស្រុកស្រែចម្ការរបស់យើងអញ្ចឹងណាបងប្អូនបន្លែដែលខ្ញុំបានថតឲ្យបងប្អូនមើលនេះដូចជាបន្លែប៉េងប៉ោះវាចាប់ផ្ដើមឡើងថ្លៃឥឡូវនេះបងប្អូនបន្លែចាប់ផ្ដើមឡើងថ្លៃសឹងតែគ្រប់ប្រភេទនៃបន្លែតាំងពីបន្លែស្លឹកបន្លែមើមក៏ដូចជាបន្លែផ្លែដែលបងប្អូនគឺចាប់ផ្ដើមឡើងថ្លៃច្រើនណាស់ឥឡូវនេះខ្ញុំសូមលើកអំពីបន្លែស្លឹកប្រភេទបន្លែស្លឹកដូចជាស្ពៃខ្មៅស្ពៃចង្កឹះស្ពៃទឿគឺឡើង1គីឡូ 3,500 រហូតដល់1គីឡូ 4,000ហើយបងប្អូនហើយឯចំណែកឯត្រកួនចិនវិញគឺ1គីឡូ 3,500 ជាមធ្យមគឺតម្លៃ1គីឡូ 3,500 បន្លែនេះគឺចាប់ផ្ដើមឡើងថ្លៃខ្លាំងណាស់បងប្អូនអាចមានឱកាសដាំដុះជាកសិករខ្មែរបងប្អូនអាចរកឱកាសដាំដុះយកមកលក់នៅទីផ្សារនៅទីក្រុងភ្នំពេញគឺបន្លែចាប់ផ្ដើមឡើងថ្លៃគឺជាបន្លែប្រភេទស្លឹកឯបន្លែប្រភេទផ្លែវិញដូចជាប៉េងប៉ោះ1គីឡូគឺ 5,500 ណាបងប្អូនហើយម្យ៉ាងទៀតដូចជាត្រសក់តម្លៃវាជាមធ្យមគឺក៏ឡើងថ្លៃខ្លាំងណាស់ដែរគឺ1គីឡូ 3,500 តាមធម្មតាផ្លែតាមធម្មតាបន្លែត្រសក់គឺ1គីឡូតែ 1,500 ឬក៏តែ 1,000 ឬក៏តែ 1,300 ទេបងប្អូនឥឡូវនេះឡើង1គីឡូ 3,500 ហើយបងប្អូនចំណែកពេញបោះវិញធម្មតាវាតែតម្លៃ1គីឡូ 2,000 អីទេគឺវាអស់ថ្លៃហើយបងប្អូនប៉ុន្តែឥឡូវនេះពេញបោះឡើងទៅដល់1គីឡូ 5,500 ហើយពេលខ្លះវាធ្លាក់ចុះតែ1គីឡូគឺតែ1គីឡូ 5,000 ឬក៏ 4,000 ទេឥឡូវនេះគឺវាឡើងខ្លាំងណាស់ឯចំណែកឯម្ទេសហាវ៉ៃគឺ1គីឡូ 7,000 អញ្ចឹងណាបងប្អូនចំណែកឯត្រឡាចវិញគឺ1គីឡូគឺ 3,000 ធម្មតាបន្លែផ្លែត្រឡាចនេះគឺតែ1គីឡូ 1,300 ឬមួយក៏ 1,500 ទេបងប្អូនហើយចំណែកឯស្ពៃក្តោបគឺ1គីឡូ 3,500 ការ៉ុត1គីឡូ 2,800 ខ្ទឹមបារាំង1គីឡូ 2,000 ដូច្នេះខ្ទឹមបារាំងឬក៏ស្ពៃក្តោបនេះជាបន្លែដែលគេនាំចូលទេបងប្អូនតម្លៃប្រភេទការ៉ុតខ្ទឹមបារាំងដំឡូងបារាំងនេះគឺតម្លៃនេះគឺនៅថេរមិនឡើងចុះទេពីព្រោះជាបន្លែដែលគេនាំចូលឯបន្លែមួយប្រភេទទៀតដូចជាឆៃថាវគឺបងប្អូនអាចដាំដុះបាននៅក្នុងស្រុកយើងគឺ1គីឡូគឺ 3,000 ខុសពីអង្កាលមុនកាលពី1ខែ2ខែមុនគឺឆៃថាវគឺ1គីឡូតែក្នុង1គីឡូតែ 1,200 1,500 ទេបងប្អូនឥឡូវនេះគឺ1គីឡូឡើងដល់1គីឡូ 3,000 ចំណែកននោងមូលយើងហៅថាននោងមូលក៏ដូចជាននោងជ្រុងដែរគឺ1គីឡូគឺ 3,500 តែអង្កលអំពីប្រហែលខែមុនគឺននោងមូលតែ1គីឡូ 1,500 ទេឬក៏អស់ថ្លៃហើយគឺ1គីឡូតែ 2,000 ទេបងប្អូនឥឡូវនេះននោងមូលននោងជ្រុងគឺឡើងថ្លៃណាស់គឺឡើងដល់1គីឡូ 3,500 ដូច្នេះបងប្អូនចំណែកឯសណ្តែកគួរក៏ឡើងថ្លៃដែរ1គីឡូគឺ 5,500 ដូច្នេះខ្ញុំមានព័ត៌មានខ្លីដើម្បីចែកជូនប្រាប់បងប្អូនឲ្យបានដឹងជ្រាបបងប្អូនជាកសិករខ្មែរបងប្អូនអាចមានឱកាសដាំដុះពីព្រោះបន្លែឥឡូវគឺចាប់ផ្ដើមឡើងថ្លៃជាច្រើនអាទិត្យមកហើយបើគិតជាចំនួនថ្ងៃគឺជិត1ខែមកហើយបងប្អូនអាចមានឱកាស
ដាំដុះដើម្បីយកមកលក់នៅទីក្រុងភ្នំពេញមានឱកាសបានចំណេញច្រើនចឹងណាបងប្អូនដូច្នេះខ្ញុំសូមអរគុណហើយសូមគួរពំគួរសូមបងប្អូនអធិស្ឋានសូមជម្រាបលាអរគុណច្រើន